đẹpរបស់ខ្ញុំងាយស្រួលធ្វើចង់ដឹងថាខ្ញុំធ្វើយ៉ាងណាការធ្វើរបស់ខ្ញុំមានទឹកតើយ 4-5 សន្លឹកយកមកក្រឡុកវាដើម្បីយកពណ៌ហើយក៏ឈ្ងុយដែរចាយើងក្រឡុករួចហើយយើងច្រោះវាយកទឹកទៅយើងចាប់ផ្ដើមលាយម្សៅមី3ខាំម្សៅពោត2ស្លាបព្រាបាយម្សៅយើងដាក់ពងមាន់6គ្រាប់ណាម្សៅ3ខាំពងមាន់6គ្រាប់ម្សៅពោត2ស្លាបព្រាស្ករសខ្ញុំដាក់តែ1ខាំទេគឺស្មើនឹង100 ml ស្លឹកតើយ100 ml យើងចាក់ទឹកដោះគោស្រស់ចូលគ្នាមកទឹកដោះគោស្រស់600 ml ទៀតទាំងអស់700 ml ចាយើងចាក់ចូលទៅយើងចាក់ទឹកដោះគោស្រស់រួចហើយយើងចាប់ផ្ដើមកូរវាឲ្យសព្វចាហើយថែមអំបិលបន្តិចផងយើងកូរវាសព្វនេះគឺប្រេងឆាគឺម្សៅយើងមកប្រេងឆាខ្ញុំដាក់100 ml ដែរឬហើយកូរវាឲ្យសព្វទៀតចាគឺខ្ញុំកូរនេះពេកខ្ញុំក៏ចាប់ផ្ដើមដើម្បីឲ្យរបាយតែមួយចាខ្ញុំត្រងវាក៏មានកាតិចច្រាស់វាចាប់ដោះគោស្រស់ប្រហែលនេះហើយម្សៅហ្នឹងយើងក្រៅពីយើងត្រងរួចហើយយើងទុកក្លាសេវាប្រហែលជា20នាទីទៅកន្លះម៉ោងសិនបានយើងយកវាមកចាក់លើខ្ទះចាក់គឺយើងចាក់ម្ដងមួយវេដាក់ភ្លើងតិចបានហើយយើងចាក់ទៅតែអស់ម្សៅចំណែកខ្ញុំចាក់មកអស់ម្សៅនេះគឺបាននំក្រេបធំឡើងធំជាង2គីឡូដាក់លើតិចបានហើយតែឈ្ងុយដល់នេះឈ្ងុយក្រេបនំក្រេបស្គ្រីមអូអាណាឆ្ងាញ់ទៀតហើយឈ្ងុយអូវ៉ានីឡាឥឡូវយើងចាក់នំក្រេបរបស់យើងបានរួចរាល់អស់ហើយយើងក៏ចាប់ផ្ដើមវាយស្គ្រីមដើម្បីតុបតែងនំធ្វើជានំខេកឲ្យកូនផ្លុំរបៀបលាយម្សៅគ្រីមរបស់យើងគឺយើងមានម្សៅគ្រីម250 ml ហើយទឹក550 ml គឺយកទឹកត្រជាក់ខ្លាំងយកមកវាយចាគឺខ្ញុំវាយនឹងដើម្បីពងហ្នឹងវាយអត់ងាយនេះទេព្រោះវាអត់ត្រជាក់តើតែយកទឹកកកដាក់លើក្រោមទៀតទៅវាឡើងខាប់ចាឥឡូវស្គ្រីមយើងចាប់ផ្ដើមខាប់ហើយគឺខាប់ល្អហើយក៏យើងចាប់ផ្ដើមតុបតែងនំគ្រីមរបស់យើងកើតជានំស្គ្រីមវ៉ានីឡាពេលវាឡើងល្អហើយយើងចាប់ផ្ដើមយកវាទៅតុបតែងតែម្ដងទៅការតុបតែងនំស្គ្រីមរបស់យើងគឺយើងគ្រាន់តែយកបន្ទះនំដាក់ម្ដងមួយបន្ទះមកហើយយើងរៀបលាបស្គ្រីមពីលើវាឲ្យពេញមកតែកុំឲ្យដល់គៀនពេកចាគឺយើងវាតុបពីលើគ្នាទៅអស់នំយើងទៅអស់នំណាហើយសាច់នំឡើងទន់ល្មើយឆ្ងាញ់ហើយក៏ឈ្ងុយវ៉ានីឡាឈ្ងុយលឹកតើយទៀតហើយជាពិសេសគឺយើងយកទៅក្លាសេកាន់តែត្រជាក់កាន់តែឆ្ងាញ់មួយនេះជាង2គីឡូញ៉ាំឆ្អែតមកផ្ទះហើយសល់ដល់ព្រឹកទៀតនៅពេលព្រឹកកាន់តែឆ្ងាញ់ទៀតជាពិសេសគឺនំយើងអត់សូវផ្អែមទេគឺយើងដាក់ស្ករល្មមចំណែកស្គ្រីមយើងគឺយើងអាចបានថែមស្ករទៀតដែរគឺឡែមចាគឺការធ្វើរបស់ខ្ញុំគឺខ្ញុំធ្វើយ៉ាងឯងអត់មានប្រដាប់តែការតុបតែងបើទីគឺតុបតែងនំក្រេបជាមួយឆ្ងាញ់យ៉ាងណាទេស្នាដៃដំបូងចាឥឡូវនំយើងតុបតែងរួចហើយយើងយកវាទៅក្លាសេនៅក្នុងទូត្រជាក់ទុក 2-3 ម៉ោងសិនឲ្យវាឡើងត្រជាក់ទៅញ៉ាំឆ្ងាញ់ចាឥឡូវយើងដាក់ក្លាសេវា